First it home show by it. I want it and I'll have it. Chong ban via. I thầy the ban via. They went ahead and then, as if by a stroke of magic, the secret was discovered. Trong bộ quạt engineer nâng có bà to thơ vía sắc xa thế tới dẹp tại chỉ riêng chai đòn chỉ áp phút height. Good morning everyone. Welcome back to our Think and Grow Rich reading. Chúng ta dùng to Think and Grow Rich và dùng to tiết. One day, Ford decided to produce his now famous V8 automobile engine, one of the most successful developments in the history of the automobile industry. ចឹងនៅថ្ងៃមួយលោក Ford គាត់បានសម្រេចចិត្តក្នុងការផលិតនៅរថយន្តដែលឥឡូវនេះខ្លះដូចជារថយន្តល្បីល្បាញរបស់គាត់គឺ V8 មានន័យថារថយន្តដែលមានម៉ាស៊ីន8ដែលជារថយន្តមួយដ៏ជោគជ័យនៅក្នុងប្រវត្តិសាស្ត្រនៃឧស្សាហកម្មយានយន្ត He chose to build an engine with the entire 8 cylinders cast in one block, and he instructed his engineers to produce a design for the engine. គាត់បានសម្រេចគាត់បានជ្រើសរើសក្នុងការបង្កើតនៅម៉ាស៊ីនមួយដែល entire 8 cylinder cast ដែលសិលាង់ទាំង8ហ្នឹងគឺដាក់នៅក្នុង block តែមួយហើយគាត់បានប្រាប់ទៅវិស្វកររបស់គាត់ឲ្យធ្វើការច្នៃម៉ូដម៉ាស៊ីនបែបហ្នឹង So the design was placed on paper, but the engineers agreed to a main that it was simply impossible to cast an 8-cylinder gas engine block in one piece. ការច្នៃម៉ូដហ្នឹងគឺវាធ្វើឡើងហើយនៅលើกระดาษប៉ុន្តែវិស្វកររបស់គាត់ទាំងអស់ហ្នឹងបានឯកភាពទៅបរោះហ្នឹងថាមែនតើទៅគឺវាអត់អាចធ្វើបានទេដែលយើងដាក់ស៊ីឡាំង8នៅក្នុង block ម៉ាស៊ីនតែមួយ So Ford said produce it anyway ហើយលោក Ford និយាយថាត្រូវទៅធ្វើវា but they replied it's impossible ប៉ុន្តែវិស្វកររបស់គាត់អ្នកបច្ចេកទេសរបស់គាត់ថាមិនអាចធ្វើបានទេទៅមិនរួចទេ Go ahead, Ford commanded, and stay on the job until you succeed, no matter how much time is required. លោក Ford និយាយថាធ្វើវាទៅចំណាយពេលប៉ុន្មានក៏ចំណាយទៅប៉ុន្តែត្រូវតែធ្វើវាឲ្យបាន The engineers went ahead វិស្វករហ្នឹងក៏ចេះតែទៅធ្វើការស្រាវជ្រាវអញ្ចឹងទៅ There was nothing else for them to do if they were to remain on the Ford staff អញ្ចឹងមានន័យថាគាត់អត់មានអីផ្សេងត្រូវធ្វើក្រៅពីហ្នឹងទេបើគាត់នៅតែជាបុគ្គលិករបស់លោក Ford គាត់ទៅតែស្ដាប់តាម Ford ជាយាមស្រាវជ្រាវសម្រាប់កិច្ចការហ្នឹងឲ្យលោក Ford So 6 months went by nothing happened អស់រយៈពេល6ខែអត់មានបានផលអីសោះ Another 6 months passed and still nothing happened អស់6ខែទៀតហើយអត់មានបានផលអីទាំងអស់ So the engineer tried every conceivable plan to carry out the orders, but the things seemed out of the questions impossible. វិស្វករអ្នកបច្ចេកទេសទាំងអស់ហ្នឹងគាត់ព្យាយាមធ្វើគ្រប់មធ្យោបាយប៉ុន្តែដូចជាអត់មានអីទៅរួចនៅតែមិនអាចពួកគាត់នៅតែគិតថាមិនអាចធ្វើបាន So at the end of the year Ford checked with his engineers and again they informed him they had found no way to carry out his orders ចឹងនៅចុងឆ្នាំដំណាក់ឆ្នាំនោះលោក Ford ក៏ទៅសួរមើលអ្នកបច្ចេកទេសវិស្វកររបស់គាត់នោះថាតើមានអីវិវត្តអត់ហើយពួកគេគាត់ថាអត់មានតនរមធ្យោបាយណាដើម្បីធ្វើស៊ីឡាំង8នឹងបានទេ So go right ahead said Ford គាត់និយាយថាធ្វើទៀតរមធ្យោបាយទៀត I want it and I'll have it ខ្ញុំចង់បានវាហើយខ្ញុំត្រូវទៅបានវា They went ahead and then, as if by a stroke of magic, the secret was discovered. ចឹងពួកគាត់ engineer ហ្នឹងគាត់បន្តធ្វើវាសិក្សាទៀតទៅស្រាប់តែជារឿងចាយដន់ជាអភូតហេតុអាចកំបាំងក៏ត្រូវបានរកឃើញ So the Ford determination had won once more. ចឹងការបដិញ្ញាចិត្តរបស់លោក Ford ហ្នឹងគឺធ្វើឲ្យគាត់បានទទួលបានជោគជ័យម្ដងទៀត This story may not be described with minute accuracy, but the sum and substance of it is correct. និយាយទៅរឿងនោះមិនអាចរៀបរាប់ត្រឹមតែពេល1នាទីឲ្យចប់សពគ្រប់នូវភាពល្អិតល្អន់មកវាបានទេប៉ុន្តែមែនតើគឺសាច់រឿងវាអញ្ចឹង Deduce from it ទាញសន្និដ្ឋានចេញពីរឿងនេះ If you wish to think and grow rich, the secret of the Ford millions. If you wish to think and grow rich, the secret of the Ford millions. ចឹងទាញចេញពីរឿងហ្នឹងគឺបើសិនម្នាក់ចង់និយាយថាទាញចេញពីរឿងហ្នឹងមានន័យថាអ្នកអាចគិតឲ្យអាចខ្លាយទៅជាអ្នកមានដូចតែ
អាចកំបាំងរបស់លោក Ford អញ្ចឹង you not have to look very far អត់ចាំបាច់មើលទៅណាឆ្ងាយទេ Henry Ford was a success because he understood and applied the principle of success លោក Henry Ford នឹងគាត់ជោគជ័យដោយសារតែគាត់បានយល់ហើយនឹងអនុវត្តនៅគោលការណ៍ជោគជ័យ One of this is desire knowing what one want knowing what you want អញ្ចឹងមួយក្នុងចំណោមគោលការណ៍ហ្នឹងគឺចំណង់ច្បាស់លាស់ដឹងនៅអ្វីដែលអ្នកចង់បាន So remember this Ford story as you read and pick out the lines in which the secret of his stupendous achievement has been described អញ្ចឹងចាំនៅរឿងរបស់លោក Ford នេះនៅពេលដែលយើងអានហើយចាប់យកនៅខ្លឹមសារផ្សេងៗដែលជាអាចកំបាំងដែលនាំឲ្យមានសមិទ្ធផលដូចទៅបានពណ៌នានេះ if you can do this បើសិនមកអ្នកអាចធ្វើបែបនេះបាន if you can lay your fingers on a particular group of principles which made Henry Ford rich you can equal his achievements in almost any calling for which you were suited បើសិនមកអ្នកអាចកត់សម្គាល់ឃើញគោលការណ៍ទាំងឡាយដែលលោក Ford បានអនុវត្តហ្នឹងអញ្ចឹងអ្នកអាចនឹងមានសមិទ្ធផលប្រហាក់ប្រហែលនឹងលោក Ford ដែរនៅគ្រប់ទម្រង់នៃកិច្ចការដែលអ្នកចង់ធ្វើ So you are the master of your fate the captain of your soul អ្នកគឺជាម្ចាស់នៃជោគវាសនារបស់ខ្លួនឯងជាម្ចាស់នៃដួងព្រលឹងរបស់ខ្លួនឯង So the poet William Emerson wrote the prophetic lines I am the master of my fate I am the captain of my soul he should have informed us that we are the master of our fate the captain of our soul because we have the power to control our thought ចឹងកវីនិពន្ធលោក William Ernest Henley គាត់បានសរសេរនៅពាក្យពេចន៍មួយចំនួនដែលថា I am the master of my fate ខ្ញុំគឺជាម្ចាស់នៃជោគវាសនារបស់ខ្ញុំ I am the captain of my soul ខ្ញុំគឺជាកាប់តានមេបញ្ជាការនៃដួងព្រលឹងរបស់ខ្ញុំហើយគាត់គួរតែបានប្រាប់យើងផងដែរថាយើងគឺជាម្ចាស់នៃជោគវាសនារបស់យើងជាមេបញ្ជាការនៃដួងព្រលឹងរបស់យើងហ្នឹងគឺដោយសារតែយើងមានអំណាចក្នុងការគ្រប់គ្រងការគិតរបស់យើងបាន So he should have told us that the universe in which this little earth floods and which we move and have our being is itself a form of energies and it is filled with a form of universal power which adapts itself to the natures of the thoughts we hold in our minds and influence us in a natural way to transmute our thoughts into their physical equivalent ក៏គួរតែប្រាប់យើងផងដែរថាសកលលោកដែលកំពុងតែអណ្ដែតនៅក្នុងសំទោសផែនដីដែលកំពុងអណ្ដែតនៅក្នុងសកលយើងនេះនៅក្នុងលំហសកលនេះ in which we move and have a being ដែលយើងរស់នៅហើយនឹងមានចលនាប្រតិ is itself a form of energy គឺខ្លួនឯងនឹងវាជាទម្រង់នៃធម៌ពលមួយ and it is filled with a form of universal power ហើយវាពោពេញទៅដោយធម៌ពលសកលដែលសម្របខ្លួនវាទៅនឹងធម្មជាតិនៃគំនិតដែលយើងមាននៅក្នុងចិត្តរបស់យើងហើយជះឥទ្ធិពលមកដល់យើង in natural way តាមរបៀបធម្មជាតិដើម្បីបំលែងនៅគំនិតរបស់យើងឲ្យទៅជារូបរាងជាក់ស្ដែង If the poet had told us of this great truth we should know why it is that we are the master of our fate the captain of our soul បើសិនបើកវីនិពន្ធនឹងគាត់បានប្រាប់យើងនៅការពិតដ៏អស្ចារ្យនេះយើងអាចគួរតែដឹងថាហេតុអីបានជាយើងនឹងគឺជាម្ចាស់នៃជោគវាសនារបស់យើងហើយគឺជាមេបញ្ជាការនៃដួងព្រលឹងរបស់យើង He should have told us with great emphasis that this power makes no attempts to discriminate between destructive thoughts and constructive thoughts that it will urge us to translate into physical reality thoughts or power reaches as quickly as it will influence us to act upon thoughts of riches គាត់គួរតែបានប្រាប់យើងផងដែរថាបញ្ជាក់ឲ្យច្បាស់ថាធម៌ពលនឹងគឺវាអត់មានអីខុសគ្នាទេរវាងគំនិតមួយដែលនាំឲ្យយើងរីកចម្រើននិងគំនិតមួយដែលបំផ្លាញយើងដូចដែលវានឹងអាចជំរុញយើងនឹងឲ្យបំលែងជាក់ស្ដែងនឹងនៃគំនិតរបស់យើងនឹងឲ្យទៅជាភាពក្រីក្រឬក៏ឲ្យវាជាអត្តពលចង់និយាយថាឲ្យគំនិតរបស់យើងនឹងជាអត្តពលមកលើយើងឲ្យខ្លាយទៅជាអ្នកមាន He should have told us too that our brains become magnetized with the dominating thoughts we hold in our minds គាត់ក៏គួរតែត្រូវបានប្រាប់យើងផងដែរថាខួរក្បាលរបស់យើងនឹងវានឹងឆក់ទាញ
នៅគំនិតទាំងឡាយណាដែលយើងតែងតែគិតឲ្យគិតទៀតមាននៅក្នុងចិត្តរបស់យើង and that by means which no one fully understands these dominating thoughts like magnets attract to us the forces the people the circumstances of life which harmonize with the natures of our dominating thoughts ចឹងដូចគ្នាដែរមានន័យថាយើងគួរតែចង់និយាយថាអ្វីដែលគាត់ចង់បង្ហាញមានន័យថាកាលណាគំនិតរបស់យើងនឹងគិតអីវានឹងតាក់ទាញឆក់ទាញតាក់ទាញមនុស្សធម៌ពលកលៈទេសៈផ្សេងមកជីវិតរបស់យើងដូចនៅគំនិតរបស់យើងអញ្ចឹងមកយើងគិតវិជ្ជមានទាញរឿងទាញមនុស្សទាញស្ថានភាពវិជ្ជមានមកតែបើយើងគិតអវិជ្ជមានវានឹងទាញរឿងទាំងអស់ហ្នឹងមកដូចគ្នាដែរ So you should have told us that before we can accumulate riches in great abundance we must magnetize our minds with intense desire for riches that we must become money conscious until the desire for money drives us to create definite plans for acquiring it ក៏គួរតែប្រាប់យើងផងដែរថាមុនពេលដែលយើងអាចបង្កើតភាពមានបានច្រើនយើងត្រូវតែឆក់ទាញនៅចិត្តរបស់យើងនេះជាមួយនឹងចំណង់ដ៏ឆាបឆួលក្នុងការបង្កើតភាពមានបានដែលធ្វើឲ្យយើងនឹងខ្លាយទៅជាមនុស្សម្នាក់ដែលមានសបញ្ញៈជាមួយនឹងលុយរហូតដល់យើងមានចំណង់ឆាបឆួលក្នុងការចង់បានលុយដែលនាំឲ្យយើងបង្កើតនៅផែនការជាក់លាក់ដើម្បីសម្រេចបានវា So but being a poet and not a philosopher Henley contented himself by stating a great truth in poetic form leaving those who follow him to interpret the philosophical meaning of his lines ប៉ុន្តែដោយសារតែគាត់ជាអ្នកនិពន្ធកំណាព្យទេក៏វិញនិពន្ធទេក៏មិនមែនជាទស្សនវិទូទេអញ្ចឹងលោក Henley ហ្នឹងគឺគាត់ធ្វើឲ្យខ្លួនគាត់សប្បាយរីករាយត្រឹមតែបង្ហាញនៅការពិតហ្នឹងក្រោមទម្រង់ជាកំណាព្យទុកឲ្យមនុស្សដែលចង់ស្វែងយល់នឹងបកប្រែនៅអត្ថន័យទស្សនវិជ្ជានៃកំណាព្យរបស់គាត់នឹងទៅ Little by little the truth has unfolded itself until it now appears to tend that the principle described in this book holds the secret of mastery over our economic fate ចឹងបន្តិចម្ដងការប៉ុណ្្នឹងត្រូវបានលេចរូបរាងវាចេញមករហូតដល់ឥឡូវនេះវាបានបង្ហាញភាពច្បាស់លាស់ដែលគោលការណ៍ទាំងអស់ហ្នឹងត្រូវបានពណ៌នានៅក្នុងសៀវភៅនេះដែលវាបង្ហាញអំពីអាចកំបាំងនៃការយកឈ្នះមាននៃការយកឈ្នះទៅលើជោគវាសនាស្ថានភាពសេដ្ឋកិច្ចរបស់យើងបាន So we are now almost ready to examine the first of the 13 steps to riches that underlie the think and grow rich philosophy ឥឡូវយើងចិត្តដល់ពេលដែលយើងអាចវិភាគនៅជំហានទាំង13ឆ្ពោះទៅរកភាពមានបានដែលមាននៅក្នុងសៀវភៅដែលមានក្រោមទស្សនវិជ្ជារបស់សៀវភៅ Think and Grow Rich ហ្នឹងហើយ So maintain a spirit open mindedness and remember as you read that this principle are the inventions of no one individual អញ្ចឹងរក្សានៅសភាពនៃការបើកចិត្តឲ្យទូលាយហើយនឹងចងចាំថានៅពេលដែលអ្នកអានគោលការណ៍ទាំងអស់នេះគឺត្រូវដឹងថាគោលការណ៍ទាំងអស់ហ្នឹងវាមិនមែនជាការបង្កើតរបស់បុគ្គលឯកជនតាមម្នាក់ឡើយ So the principle was gathered from the life experiences of more than 500 people who actually accumulate riches in huge amounts. So people who began in poverty with but little education without influence. គោលការណ៍ទាំងអស់ហ្នឹងគឺត្រូវបានប្រមូលផ្ដុំចេញពីបទពិសោធន៍ជីវិតរបស់មនុស្សច្រើនជាង500នាក់ដែលជាបុគ្គលជោគជ័យមានបានខ្លាំងជាមនុស្សដែលគាត់ចាប់ផ្ដើមតាំងពីគាត់បាត់ដៃទទេភាពនៅជាមនុស្សក្រីក្រប៉ុន្តែជាមួយការអប់រំតិចតួចទេឬក៏ខ្លះគ្មានអត្តពលអ្វីឡើយ So the principle work for this individuals ចឹងគោលការណ៍ទាំងអស់ហ្នឹងគឺវាដំណើរការអាចអនុវត្តបានសម្រាប់បុគ្គលទាំងអស់នោះ You can put them to work for your own enduring benefit អ្នកអាចយកវាទៅអនុវត្តដើម្បីសម្រាប់ជាសមិទ្ធផលសម្រាប់ខ្លួនអ្នកបានដូចគ្នាដែរ So you will find it easy not hard to do អ្នកនឹងឃើញថាវាងាយស្រួលទេមិនលំបាកក្នុងការធ្វើទេ Before you read about the first step to riches in the next chapter, I want you to know that it conveys factual information that might easily change your entire financial destiny, just as it so definitely brought changes of stupendous proportions to two persons to be described. មុនពេលអ្នកអាននៅជំហានទី1ចំពោះទៅរកភាពមានបាននៅក្នុងចំពោះបន្ទាប់ខ្ញុំចង់ឲ្យអ្នកដឹងដែរថាវាបង្ហាញអំពីព័ត៌មានពិតដែលវាអាចនឹងផ្លាស់ប្ដូរស្ថានភាពហិរញ្ញវត្ថុរបស់អ្នកជោគវាសនាហិរញ្ញវត្ថុរបស់អ្នកយ៉ាងងាយស្រួលដោយតែវាបាននាំមកនៅការផ្លាស់ប្ដូរឥតដែនកំណត់ទៅដល់មនុស្សពីរនាក់ដែលនឹងត្រូវបានរៀបរាប់ I want you to know also that the relationship between these two individuals and myself is such that I could have taken no liberties with the facts even if I had wished to do so
ខ្ញុំចង់ឲ្យអ្នកដឹងផងដែរថាតំណែងតំណងរវាងបុគ្គលទាំងពីរអ្នកនេះហើយនឹងខ្លួនខ្ញុំគឺថាវាមិនអាចឲ្យខ្ញុំចែកដាច់អំពីការពិតនៅពេលដែលចង់ទៅបើជាខ្ញុំចង់ក៏ដោយ one of them was my closest personal friend for more than a quarter of a century ម្នាក់គឺជាមិត្តជិតស្និទ្ធរបស់ខ្ញុំអស់រយៈពេលច្រើនជាង25ឆ្នាំ so the other is my own son មួយទៀតជាកូនប្រុសផ្ទាល់របស់ខ្ញុំ the unusual success of these two men, success which they generously accredit to the principle, describe the nature of the more than justify this personal reference as a means of emphasizing the far-flung power of this principle. អញ្ចឹងជោគជ័យរបស់ពួកគាត់ហ្នឹងគឺគាត់មិនដែលគាត់ទទួលស្គាល់ថាបានដោយសារតែគាត់រៀនសូត្រស្វែងយល់អនុវត្តនៅគោលការណ៍ដែលនឹងរៀបរាប់នៅចំពោះបន្ទាប់ហ្នឹង So many years ago I delivered the commencement address at Salem's College in Salem, West Virginia អស់រយៈពេលជាច្រើនឆ្នាំមុនខ្ញុំបាន deliver commencement address ឡើងថ្លែងសន្ទរកថាមួយនៅមហាវិទ្យាល័យ Salem's College នៅ Salem, West Virginia I emphasize the principle described in the next chapter with so much intensity that one of the members of the graduating class definitely appropriated and made it a part of his own philosophy ខ្ញុំបានលើកឡើងនៅគោលការណ៍ដែលរៀបរាប់នៅក្នុងចម្ពោះបន្ទាប់ហ្នឹងដោយពេលហ្នឹងគឺមានសមាជិកម្នាក់នៅក្នុងថ្នាក់ដែលគាត់បញ្ចប់ថ្នាក់ហ្នឹងគឺគាត់បានស្វែងយល់ពីវាយកវាទៅអនុវត្តហើយធ្វើវាឲ្យទៅជាផ្នែកមួយនៃទស្សនវិជ្ជាផ្ទាល់ខ្លួនរបស់គាត់ So that young man went on to become a distinguished member of Congress and an important figure in the national government បន្ទាប់មកបុគ្គលម្នាក់គាត់ក៏បានក្រោយមកជោគជ័យខ្លាយទៅជាសមាជិកនៃសភាហើយជាបុគ្គលម្នាក់ដែលសំខាន់សម្រាប់រដ្ឋាភិបាលជាតិ Just before this book went to the publisher Shiva Senata wrote me a letter in which he so clearly stated his opinion of the principle outlined in the next chapter that I have chosen to publish his letter he asked a forward to that chapter អញ្ចឹងមុនពេលដែលសភៅនេះត្រូវបោះពុម្ពសភាជនសហរដ្ឋអាមេរិកម្នាក់ហ្នឹងគាត់បានសរសេរសម្បត្តិមួយមកឲ្យខ្ញុំដែលបញ្ជាក់យ៉ាងច្បាស់អំពីគំនិតរបស់គាត់នៃគោលការណ៍ដែលមាននៅក្នុងចម្ពោះបន្ទាប់ដែលខ្ញុំបានសម្រេចចិត្តយកវាមកបោះផ្សាយសម្បត្តិរបស់គាត់នៅទីនេះជាបុព្វកថាទៅសម្រាប់ចម្ពោះទី1ហ្នឹង It gives you an idea of the rewards to come វានឹងផ្ដល់ជាគំនិតសម្រាប់អ្នកថាតើពេលអ្នកអាននឹងទទួលបានអ្វីមកវិញ So my dear Napoleon អញ្ចឹងនេះគឺជាសម្បត្តិរបស់គាត់គាត់ថាលោក Napoleon ជាទីគោរពស្រឡាញ់ My service as a member of Congress having given me an insight into the problems of men and women I'm running off for a suggestion which may become helpful to thousands of worthy people ការងាររបស់ខ្ញុំដែលបម្រើការជាសមាជិកនៃសភាបានផ្ដល់ឲ្យខ្ញុំនឹងបានយល់ឃើញមើលឃើញអំពីបញ្ហារបស់មនុស្សប្រុសស្រីដែលដល់មនុស្សប្រុសស្រីជាច្រើនហើយខ្ញុំកំពុងតែសរសេរនៅការស្នើសុំមួយនេះដែលវាអាចនឹងជាដំណោះស្រាយមួយសម្រាប់មនុស្សរាប់ពាន់នាក់ With apologize, I must state that the suggestion, if acted upon, will mean several years of labor and responsibility for you. ជាការអភ័យទោសផងដែរខ្ញុំសូមបង្ហាញបញ្ជាក់ផងដែរថាការស្នើសុំរបស់ខ្ញុំនេះបើសិនបើលោកព្រមទទួលវានឹងចំណាយពេល6-7ឆ្នាំដែរហើយនឹងទំនួលខុសត្រូវសម្រាប់លោក But I am enheartened to make the suggestion because I know your great love for rendering useful service ប៉ុន្តែខ្ញុំមានចិត្តចង់ធ្វើការស្នើសុំនេះពីព្រោះដោយសារខ្ញុំដឹងថាលោកមានសេចក្តីស្រឡាញ់យ៉ាងធំធេងក្នុងការបំពេញសេវាកម្មឬក៏កិច្ចការមួយនេះ You delivered the commencement address at Salem College when I was a member of the graduating class លោកបានឡើងថ្លែងសន្ទរកថានៅមហាវិទ្យាល័យ Salem នៅពេលហ្នឹងគឺខ្ញុំគឺជាសមាជិកម្នាក់នៃសិស្សដែលបញ្ចប់ការសិក្សា In that address you planted in my mind an idea which has been responsible for the opportunity I now have to serve the people of my state and will be responsible in a very large measure for whatever success I may have in the future អ្វីដែលលោកបានលើកឡើងនៅក្នុងការថ្លែងសន្ទរកថានោះវាបានបណ្ដុះនៅក្នុងចិត្តរបស់ខ្ញុំនៅគំនិតដែលវាជាឫសគល់មួយសម្រាប់ឲ្យខ្ញុំបានឱកាសដែលខ្ញុំមានមកដល់សប្តាហ៍ថ្ងៃនេះក្នុងការបម្រើប្រជាជននៃរដ្ឋរបស់ខ្ញុំហើយវាគំនិតមួយនឹងវានៅតែជាផ្នែកមួយដ៏ធំធេងសម្រាប់ជោគជ័យបន្តទៀតដែលខ្ញុំមាននៅពេលអនាគត So the suggestion I have in mind is that you put into a book the sum and substance of the address you delivered at Salem College
and in that way give people of America an opportunity to profit by your many years of experience in association with those who by their greatness have made America the richest nation on earth ជាងការស្នើសុំរបស់ខ្ញុំនោះគឺថាចង់ឲ្យលោកនឹងដាក់អ្វីដែលលោកប្រមូលផ្ដុំចងក្រងនៅអ្វីដែលលោកបានធ្វើសន្ទរកថានៅមហាវិទ្យាល័យ Salem ហ្នឹងនៅក្នុងសភៅមួយក្បាលទៅមជ្ឈបាយហ្នឹងវាអាចជួយឲ្យជនជាតិអាមេរិកទាំងអស់ហ្នឹងគាត់មានឱកាសក្នុងការបានស្វែងយល់អំពីបទពិសោធន៍ជាច្រើនឆ្នាំរបស់លោកពាក់ព័ន្ធជាមួយនឹងបុគ្គលទាំងឡាយដែលគាត់ជាបុគ្គលមានអត្តពលអស្ចារ្យសម្រាប់សហរដ្ឋអាមេរិកដែលធ្វើសហរដ្ឋអាមេរិកខ្លាចជាប្រទេសមួយដែលមានបំផុតនៅលើផែនដី I recall, as those it was yesterday's, the marvelous description you gave of the method by which Henry Ford, with but a little schooling without doubt of no influential friends, rose to great height. ខ្ញុំរំលឹកឡើងវិញដោយដែលលោកដោយដែលយើងដោយដែលខ្ញុំទើបតែបានស្ដាប់ការពីម្សិលមិញអញ្ចឹងនៅភាពនៅការរៀបរាប់ដ៏អស្ចារ្យដែលលោកបានផ្ដល់អំពីរបៀបដែលលោក Henry Ford ហ្នឹងដែលគាត់អត់បានទទួលការអប់រំខ្ពស់ទេគាត់អត់សូវមានលុយច្រើនទេគាត់អត់មានអត្តពលគាត់អត់មានមិត្តភ័ក្តិដែលគាត់មានអត្តពលអាចពឹងពាក់បានទេប៉ុន្តែគាត់បានលូតលាស់ទៅដល់ភាពជោគជ័យមួយដ៏អស្ចារ្យ I made up my mind then even before you had finished your speech that I would make a place for myself no matter how many difficulties I had to surmount ពេលនោះខ្ញុំបានសម្រេចចិត្តខ្លួនឯងទាំងដែលលោកមិនទាន់បញ្ចប់ការនិយាយរបស់លោកទេនៅពេលហ្នឹងថាខ្ញុំនឹងធ្វើម៉េច make a place for myself ត្រូវតែនាំខ្លួនឯងទៅរកភាពជោគជ័យឲ្យបានទោះបីជាជួបការលំបាកប៉ុណ្ណាក៏ដោយ Thousands of young people will finish their schooling this year មានសិស្សានុសិស្សនិស្សិតរាប់ពាន់អ្នកនឹងបញ្ចប់ការសិក្សារបស់ពួកគេនៅឆ្នាំនេះ and within the next few years ហើយនៅក្នុង2-3ឆ្នាំបន្ទាប់ every one of them will be seeking just such a message of practical encouragement as the one I received from you ពួកគេនឹងគឺកំពុងតែស្វែងរកនៅសារនៃការលើកចិត្តដែលអាចអនុវត្តបានដូចជាអ្វីដែលខ្ញុំបានទទួលពីលោកចឹង they will want to know where to turn what to do to get started in life ពួកគេនឹងចង់ដឹងថាពួកគេត្រូវបត់ទៅណាពួកគេត្រូវធ្វើអ្វីដើម្បីចាប់ផ្ដើមនៅក្នុងជីវិតរបស់ពួកគេ you can tell them because you have to solve the problem of so many people លោកអាចប្រាប់ពួកគេបានពីព្រោះថាលោកបានជួយដោះស្រាយបញ្ហារបស់មនុស្សជាច្រើនអ្នក if there is any possible way that you can afford to render so great a service may I offer the suggestions that you include with every book one of your personal analysis charts in order that the purchaser of the book may have the benefit of a complete self-inventory indicating as you indicated to me years ago exactly what is standing in the way of success បើសិនមកលោកអាចបើសិនមកមានមធ្យោបាយណាមួយដែលអាចទៅរួចដែលលោកអាចបំពេញនៅការងារមួយនេះបានខ្ញុំសូមផ្ដល់ការស្នើសុំមួយទៅលោកដែរឲ្យលោកបញ្ចូលនៅគ្រប់សភៅទាំងអស់នៅការវិភាគតារាងវិភាគរបស់លោកផ្ទាល់ខ្លួនដើម្បីឲ្យអ្នកទិញនោះគាត់ have the benefit of complete self-inventory គាត់អាចមើលឃើញនឹងថាតើគាត់អាចបាននឹងគេពីការអានសភៅនឹងជាសូចនាករដោយដែលលោកបានបង្ហាញមកកាន់ខ្ញុំអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ exactly what is standing in the way of success ឲ្យច្បាស់លាស់ថាតើមានអ្វីខ្លះនៅលើផ្លូវទៅរកភាពជោគជ័យ such a service as this providing the readers of your book with a complete unbiased picture of their faults and their virtues would mean to them the difference between success and failure ចឹងសេវាកម្មបែបនេះវាអាចផ្ដល់ឲ្យអ្នកអាននៅសភៅរបស់អ្នកជាមួយនឹងរូបភាពពេញលេញឥតលំអៀងនៃកំហុសហើយនឹងគុណធម៌របស់ពួកគេដែលអាចនឹងមានតម្លៃសម្រាប់ពួកគេឲ្យពួកគេដឹងនឹងភាពខុសគ្នារវាងជោគជ័យនិងភាពបរាជ័យ so the service would be priceless ការងារមួយនេះចង់និយាយថាអាចនិយាយបានថាគឺមានតម្លៃមិនអាចកាត់ថ្លៃបាន so millions of people are now facing the problem of staging a comeback and I speak from personal experience when I say I know there's honest people who welcome the opportunity to receive your suggestion for the solution មនុស្សជាច្រើនសប្តាហ៍ថ្ងៃនេះគឺកំពុងតែប្រឈមនឹងបញ្ហាមួយដែលពួកគេងើបឡើងវិញបន្ទាប់ពីវិបត្តិផ្សេងហើយខ្ញុំនិយាយចេញពីបទពិសោធន៍ផ្ទាល់ខ្លួននៅពេលដែលខ្ញុំនិយាយថាខ្ញុំដឹងថាមនុស្សទាំងអស់នេះគឺនឹងស្វាគមន៍នៅឱកាសនៅក្នុងការទទួលបាននៅការស្នើសុំពាក់ព័ន្ធនឹងដំណោះស្រាយផ្សេងចេញពីលោក
you know the problems of those who face the necessities of veganing all over again លោកដឹងអំពីសារៈសំខាន់របស់បុគ្គលរបស់មនុស្សដែលគាត់ចាំបាច់ត្រូវចាប់ផ្ដើមសារជាថ្មី There are thousands of people in America today who would like to know how they can convert ideas into money. People must start at scratch without finance and recoup their losses. មានមនុស្សអាមេរិករាប់ពាន់នាក់សប្តាហ៍ថ្ងៃនេះដែលចង់ដឹងអំពីរបៀបតើពួកគេអាចបំលែងគំនិតរបស់ពួកគេនឹងឲ្យទៅជាលុយកាក់បានដោយរបៀបណាមនុស្សដែលត្រូវចាប់ផ្ដើមចេញពីបាតដៃទៅទីដែលមិនមានលុយកាក់ហើយនឹងត្រូវទៅមិនងើបឡើងពីភាពខាតបង់របស់ពួកគេ If anyone can help them you can present និយាយទៅបើមនុស្សតែម្នាក់ទេដែលអាចជួយពួកគេបានគឺលោកហ្នឹងហើយ If you publish the book I would like to own the first copy that comes from the press personally autographed by you បើមិនលោកសរសេរសភៅហ្នឹងឲ្យបោះពុំវាខ្ញុំចង់បានសភៅមួយក្បាលមុនគេដែលមានចុះហត្ថលេខាដោយលោក With best wishes believe me cordially yours Channing Randolph អញ្ចឹងជូនពរលោកមែนតើហើយខ្ញុំជឿជាក់ថាលោកអាចធ្វើបានដោយសេចក្តីគោរពពី Channing Randolph With that commencement address had kindled in Senator Jennings Randolph as he was about to set out on adult life was his first real understanding of the enormous power of desire, the first step to riches. ចឹងជាមួយនឹងការថ្លែងសន្យាកថាហ្នឹងគឺវាបានបង្កើតឲ្យលោក Jennings Randolph ដែលជាសភាអាមេរិកម្នាក់ហ្នឹងគឺគាត់យល់ច្បាស់អំពីដំណើរនៃជីវិតរបស់គាត់ដែលគាត់នឹងចាប់ផ្ដើមភាពជាយុវវ័យរបស់គាត់បន្ទាប់ពីគាត់បញ្ចប់ការសិក្សាដែលជាការយល់ពិតប្រាកដដំបូងរបស់គាត់អំពីធម៌ពលដ៏អស្ចារ្យនៃ desire ចំណង់ដ៏ឆាបឆួលដែលជាជំហានដំបូងឆ្ពោះទៅរកភាពជោគជ័យ So a burning desire to be and to do is the starting point from which the dreamer must take off ការមានចំណង់ដ៏ឆាបឆួលក្នុងការคลายទៅជាហើយនឹងធ្វើคลายទៅជាអ្វីមួយហើយនឹងធ្វើវាគឺជាចំណុចចាប់ផ្ដើមដែលអ្នកមានក្តីសម័យទាំងឡាយត្រូវតែចាប់ផ្ដើមគឺជាចំណុចដំបូងមួយដែលអ្នកដែលគាត់មានក្តីសម័យទាំងឡាយត្រូវតែចាប់ផ្ដើម Dreams are not born of indifference laziness or lack of ambitions ក្តីចង់និយាយថាការសម្រេចក្តីសុបិនហ្នឹងគឺมันអាចកើតមានឡើយបើសិនបើយើងនៅតែធ្វើរឿងដដែលខ្ជិលច្រអូសហើយនឹងខ្វះនៅមហិច្ឆតា Alright ចឹងយើងបញ្ចប់សេចក្តីផ្ដើមដែលសរសេរដោយលោក Napoleon Hill ឥឡូវយើងចូលមកដល់ជំពូកទី1 Desire ចំណង់ដ៏ឆាបឆួលដែលជាជំហានទី1ឆ្ពោះទៅរកភាពមានបានចឹងយើងនឹងបន្តជំពូកនេះនៅថ្ងៃបន្ទាប់សូមអរគុណសម្រាប់ការស្ដាប់របស់អ្នកទាំងអស់គ្នាថ្ងៃនេះ See you next time goodbye